ជំរាបសួរលោកគ្រូបាទជំរាបសួរបាទថ្ងៃនេះមានកិត្តិយសណាស់ដែលបានជួបលោកគ្រូវ៉ែនស៊ីនូនដោយផ្ទាល់គឺជាលោកគ្រូប្រធានសមាគមឱសថបុរាណខ្មែរបាទគឺលោកគ្រូល្បីមែនទែនមកហើយបើបានជួបផ្ទាល់ពុកម៉ែបងប្អូនគាត់ក្មេងចង់ក្មេងជាងខ្ញុំទៀតអញ្ចឹងប្រហែលជាគាត់មានរូបមន្តអាកំបាំងអីជាច្រើនហើយថ្ងៃនេះខ្ញុំមកជួបលោកគ្រូវ៉ែនស៊ីនូនដើម្បីឲ្យលោកគ្រូជួយបកស្រាយក៏ដូចជាបង្ហាញទៅពុកម៉ែបងប្អូនអំពីជំងឺកាពះពោះវៀនហើយក៏ដូចជាផលិតផលម្សៅឱសថបុរាណខ្មែរ SN សញ្ញាដើមអង្គារបោះពុកម៉ែបងប្អូនណាគឺជាផលិតផលខ្មែរយើងអញ្ចឹងសូមលោកគ្រូជួយបកស្រាយក៏ដូចជាបង្ហាញទៅពុកម៉ែបងប្អូនតាមបណ្ដាញសង្គម Facebook តាមគេហដ្ឋានដើម្បីឲ្យបានដឹងអំពីជំងឺកាពះពោះវៀនដែលយើងត្រូវព្យាបាលបែបណាឲ្យចំគោលដៅបាទសូមលោកគ្រូជួយបង្ហាញតិចមកលោកគ្រូបាទអរគុណបាទលោកគ្រូជំរាបសួរបងប្អូនជនរួមជាតិជាពិសេសប្រិយមិត្តដែលបានទស្សនាតាមរយៈបណ្ដាញសង្គមខ្ញុំបានវ៉ែនស៊ីនូនជាគ្រូវិទ្យាសាស្ត្របុរាណដែលមានស្លាកយីហោសញ្ញាដើមអង្គារបោះបច្ចុប្បន្ននេះខ្ញុំស្ថិតនៅក្នុងសមាគមគ្រូឱសថបុរាណកម្ពុជាអរគុណបងប្អូនដែលបានសួរខ្ញុំហើយឲ្យខ្ញុំរៀបរាប់អំពីអាការៈរបស់កាពះពោះវៀនបាទលោកគ្រូបាទចំពោះអាការៈកាពះពោះវៀននេះគ្រូបុរាណធ្វើការបែងចែកជា3ទី1ខ្សោយកាពះទី2រលាកទី3ដបៅខ្ញុំជម្រាបជូនបងប្អូនដោយលម្អិតពាក់ព័ន្ធអំពីដោយសង្ខេបមិនមែនលម្អិតទេបើលម្អិតវែងបាទដោយសង្ខេបតើអាការៈដែលខ្សោយនឹងវាធ្វើទុកបែបម៉េចរលាកធ្វើទុកបែបម៉េចដបៅធ្វើទុកបែបម៉េចអញ្ចឹងដំបូងនេះខ្ញុំជម្រាបជូនបងប្អូនអំពីបញ្ហាខ្សោយកាពះនេះភាគច្រើនកើតឡើងនៅលើអ្នកជំងឺដែលគាត់ចូលចិត្តញ៉ាំច្រើនហួសកម្រិតហើយនឹងបូកផ្សំជាមួយនឹងអាហារដែលមានជាតិអាស៊ីតច្រើនអញ្ចឹងថាខ្ញុំនិយាយថាញ៉ាំច្រើនបែបម៉េចឧបមាថាគាត់អាសាញ៉ាំប៊ីយ៉ាញ៉ាំគ្រឿងក្លែមហើយអត់បាយហើយញ៉ាំច្រើនហួសកម្រិតកាលណាដែលយើងញ៉ាំហួសកម្រិតវាធ្វើឲ្យកាពះរបស់យើងយាងបាទយូរវាទៅខ្សោយមួយទៀតពាក់ព័ន្ធជាមួយនឹងផ្អកប្រហុកម៉ាំពួកនេះសុទ្ធតែអាស៊ីតច្រើនអញ្ចឹងក៏ធ្វើឲ្យយើងខ្សោយដែរថាតើអាការៈខ្សោយវាធ្វើទៅបែបម៉េចខ្សោយនៅពេលដែលយើងញ៉ាំចូលទៅជាធម្មតាមនុស្សគ្រប់រូបអ្នកណាពិសាក៏ពោះតឹងដែរក៏ប៉ុន្តែសម្រាប់តឹងទៅលើបញ្ហាខ្សោយកាពះនេះគឺតឹងពិបាកទ្រាំតឹងវាអត់រុញទៅក្រោមវាជ្រាលមកលើនៅពេលដែលយើងបានធ្វើម្ដងម្កាលយើងមានអារម្មណ៍ថាធូរបាទអញ្ចឹងចាស់គេថាផោមតាមមាត់វាអត់ទៅក្រោមទៅក្រោមយើងធ្វើមកលើមកបាទអានេះគឺធូរដោយសារអីដោយសារកាពះពោះវៀនយើងខ្សោយវាអត់ធាក់ទៅក្រោមយើងអត់ដាក់ចោលបាទដាក់ទៅតឹងអស់តែម្ដងបាទនេះពីបញ្ហាខ្សោយអញ្ចឹងពីបញ្ហារលាកបានន័យថានៅពេលដែលយើងបលឹមឡើងអញ្ចឹងយើងឃ្លានពោះយើងក្តៅឆេវជាតិអាស៊ីតវាមានមុខងារចេញមកដើម្បីជួយរំលាយអាហារក៏ប៉ុន្តែកាពះអាហារយើងវាអត់ទាន់បានញ៉ាំអីម៉ោង8ម៉ោង9ណាបាទលោកគ្រូអញ្ចឹងនៅពេលដែលយើងក្តៅពោះឆេវជាទម្លាប់អានឹងយើងទៅជារលាកក៏ប៉ុន្តែការក្តៅពោះហ្នឹងបើសិនជាយើងបានញ៉ាំទៅយើងញ៉ាំស្អីបន្តិចបាទវាបាត់ក៏ប៉ុន្តែបើសិនជាយើងព្យាយាមឲ្យវាទៅជាទម្លាប់បានន័យថាអត់រាល់ព្រឹកអាលាបាទអញ្ចឹងបងប្អូនត្រូវចំណាំខ្សោយបែបម៉េចខ្ញុំជម្រាបជូនហើយថាតើរលាកបែបម៉េចខ្ញុំក៏បានជម្រាបជូនផងដែរអញ្ចឹងខ្ញុំចូលទៅដល់បញ្ហាតបៅកាពះនេះវាមកពីអាខ្សោយមកពីអាលាកបើវាចូលដល់តបៅក្នុងករណីដែលយើងអត់ព្យាបាលនៅពេលដែលយើងចូលដល់តបៅកាពះនៅពេលយើងពិសាអាហារចូលទៅ3ឬក៏5នាទីពោះយើងចុកតែម្ដងហើយចុកនេះចុកពិបាកទ្រាំចុកស្លេកមុខចុកអស់កម្លាំងលហិតលហើយតែម្ដងបាទអញ្ចឹងបងប្អូនខ្ញុំជម្រាបជូនអំបញ្ញមិញនេះអំពីអាការៈរបស់កាពះវៀនអញ្ចឹងនៅពេលដែលបងប្អូនមានបញ្ហានេះកើតឡើងបងប្អូនត្រូវដឹងថាចូលនៅក្នុងចំណុចណាមួយបាទដូចខ្ញុំតែងតែជម្រាបជូនបងប្អូនអញ្ចឹងថាជំងឺអីក៏ដោយត្រូវតែព្យាបាលបើយើងដឹងថាយើងកើតជំងឺហើយឧបមាថាបើរឹងដូងបាទបើសិនជាយើងថាហ្នឹងតិចវាអត់ប៉ះពាល់ដល់សុខភាពយើងទេក៏ប៉ុន្តែថ្ងៃខាងមុខវាសម្លាប់យើងបានតាមរយៈការវិវត្តនៅពេលដែលវាទុំវាបែកវាធ្វើឲ្យយើងទៅជាជំងឺមហារីកបាទអញ្ចឹងកាពះពោះវៀននេះក៏ដោយនៅពេលដែលយើងខ្សោយត្រូវតែព្យាបាលនៅពេលយើងរលាកត្រូវតែព្យាបាលនៅពេលអាចុកហ្នឹងយើងរឹតតែព្យាបាលទៀតពីព្រោះការវិវត្តរបស់វាបើសិនជាយើងអត់ព្យាបាលវាទៅជាជំងឺមហារីកបន្ថែមទៀតខ្ញុំនិយាយនេះមិនមែនបំភ័យបងប្អូនទេក៏ប៉ុន្តែបើសិនជាយើងបានព្យាបាលនៅពេលដែលយើងជំងឺយើងតិចតួចយើងសម្រាប់ព្យាបាលប្រើរយៈពេលខ្លីយើងចំណាយថវិកាអស់តិចក៏ប៉ុន្តែបើសិនជាយើងទុកឲ្យវាឈឺខ្លាំងយើងចំណាយពេលវេលាក្នុងការព្យាបាលវែងយើងចំណាយថវិកាក៏អស់ច្រើនដែរបាទលោកគ្រូអញ្ចឹងបងប្អូនបើសិនជាបងប្អូនមានបញ្ហាកាពះពោះវៀននេះបងប្អូនកុំបារម្ភ
មកព្យាបាលដោយឱសថបុរាណខ្មែរសញ្ញាដើមគៀបោះគឺមានជាឈុតនេះបាទមានជាឈុតនេះអញ្ចឹងបងប្អូនអត់ពិបាកទេនៅពេលដែលបងប្អូនខ្សោយក៏ដោយរលាកក៏ដោយដបៅក៏ដោយយើងព្យាបាលជាឈុតនេះខ្ញុំធានាថាជា 100% បើសិនជាបងប្អូនបានប្រើគ្រាប់នេះក្នុងកំប៉ុងនេះមានចំណុះគ្រាប់120គ្រាប់យើងពិសាបើសិនជាបងប្អូនពិបាកក្នុងការបត់ជើងខ្ញុំណែនាំឲ្យបងប្អូនពិសាព្រឹក3ល្ងាច3តែបើយើងបត់ជើងស្រួលហើយបងប្អូនញ៉ាំតែពិសាតែ2គ្រាប់ព្រឹក2គ្រាប់ល្ងាចបានហើយចំពោះម្សៅនេះយើងឆុងបាទយើងដាក់មួយស្លាបព្រាបាយនៅក្នុងកែវហើយយើងទុកវាសម្រាប់មួយថ្ងៃឬមួយក៏យើងមាននឹងកំប៉ុងទឹកក្តៅយើងដាក់ក្នុងកំប៉ុងទឹកក្តៅដាក់ទឹកឲ្យចូលពេញទៅយើងដាក់ឱសថបុរាណយើងមកស្ពាយទៅបាទអញ្ចឹងដូចខ្ញុំជម្រាបជូនបងប្អូនបាញ់មិញបាទពាក់ព័ន្ធនឹងបញ្ហាអាការៈរបស់កាពះវៀនក៏ដូចជានឹងថ្នាំព្យាបាលបាទសូមអរគុណបាទពិតជាអរគុណលោកគ្រូធំមែនតើដែលបានជួយបង្ហាញក៏ដូចជាណែនាំទៅពុកម៉ែបងប្អូនដើម្បីឲ្យបានដឹងក្នុងការព្យាបាលកាពះពោះវៀនហើយចេញអាការៈរោគបែបណាឲ្យពុកម៉ែបងប្អូនបានដឹងបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាកំពុងតែមានបញ្ហាទាំងអស់នេះសូមកុំបណ្តែតបណ្ដោយពុកម៉ែបងប្អូនរស់រាន់ក្នុងការព្យាបាលហើយយើងព្យាបាលឱសថបុរាណខ្មែររបស់យើងនេះបាទអាថ្នាំកំប៉ុងធំនេះជាប្រភេទម្សៅដែលយើងឆុងទឹកញ៉ាំពុកម៉ែបងប្អូនណាហើយយើងមានទាំងថ្នាំក្របនេះសម្រាប់ថែមជូនទៅពុកម៉ែបងប្អូនបន្ថែមសូមអរគុណបាទសូមអរគុណ